ឆាក្តៅត្រីអណ្ដែងនេះប្រើក្តៅហិលតើបងប្អូនទៅមើលពីវិធីធ្វើទាំងអស់គ្នាជាដំបូងយើងដាក់ខ្ទឹមហើយនឹងម្ទេសបំពងវាឲ្យវាស្រួយមកហ្នឹងហើយឲ្យវាឈ្ងុយហើយយើងយកវាមកបុកយើងបុកគឺមិនចាំនេះពេកទេមិនចាំម៉ត់ពេកទេបងប្អូនបុកមកល្មមទៅមិនចាំម៉ត់ពេកទេហ្នឹងហើយមកល្មមបានហើយគឺយកប្រទេសដែលយើងបុកហ្នឹងជាមួយខ្ទឹមហ្នឹងយកមកឆាវាមកបងប្អូនយកមកឆាឲ្យវាឈ្ងុយឆាត្រឡប់ទៅត្រឡប់មកហ្នឹងហើយឆាវាឡើងឈ្ងុយសិនចាំបងប្អូនដាក់សាច់ត្រីហ្នឹងហើយចាគឺអត់ពិបាកទេមុខម្ហូបមួយនេះគឺងាយស្រួលមែនតើហ្នឹងហើយរួចឲ្យឈ្ងុយយើងដាក់សាច់ត្រីយកបងប្អូនហ្នឹងហើយដាក់សាច់ត្រីឲ្យឆាត្រឡប់វាទៅមិនចាំឆាត្រឡប់វាញឹកពេកទេត្រីខ្លាចវាបែកទេបងប្អូនឆាវាល្មមដាក់គ្រឿងចូលដាក់វិចេងដាក់ស្ករដាក់ទឹកត្រីដាក់តែប៉ុណ្្នឹងឯងខ្ញុំគឺដាក់តែ3មុខទេវិចេងស្ករទឹកត្រីនឹងឯងរ៉ូឌីគឺខ្ញុំអត់ប្រើទេប្រើតែវិចេងស្ករទឹកត្រីបងប្អូនតែ3មុខហ្នឹងគឺជាតិហ្មងធានាថាឆ្ងាញ់ហ្មងបងប្អូនព្រោះខ្ញុំអត់សូវត្រឡប់ប្រើរ៉ូឌីប្រហែលទេបងប្អូនហើយឆាវាឲ្យចូលជាតិយើងហើយយើងដាក់ស្រូវគួរចូលបងប្អូនស្រូវគួរហ្នឹងយើងដាក់គឺមិនយូរពេកបងប្អូនដាក់ទៅត្រឡប់2 3ត្រឡប់មកមុំហ្នឹងយើងដាក់នេះម្រះព្រៅចូលដើម្បីកុំឲ្យស្រូវគួរហ្នឹងវាលួយពេកបងប្អូនតែលួយពេកអត់សូវឆ្ងាញ់ទេអាស្រូវគួរហ្នឹងហើយយើងដាក់ម្រះព្រៅចូលត្រឡប់2 3ត្រឡប់រួចរាល់គឺឆ្អិនប៉ុណ្ណឹងបានហើយបងប្អូនបិទភ្លើងទៅប៉ុណ្ណឹងនេះឃើញទេតំណងហ្នឹងបងប្អូនឃើញទេហើយសាច់ត្រីក៏អត់បែកដែរហ្នឹងហើយតំណងមែនតែនហើយយើងតើឲ្យបន្លែឆ្អិនលួយពេកគឺអត់ឆ្ងាញ់ទេអាស្រូវគួរនេះចឹងមកល្មមបានហើយឃើញទេតំណងមែនតែនហ្មងពណ៌ក៏ល្អទៀតស្អាតល្អមែនតើបាយដឹងថាឆ្ងាញ់ហ្មងជឿជាក់អញ្ចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងបងប្អូនអាចយកធ្វើតាមបានធានាថាឆ្ងាញ់